សួស្តីអ្នកគ្នាយើងនឹងមក random reading ទាំងអស់គ្នាប្រធានបទរបស់យើងគឺតេតងជាមួយថាតើយើងមានអីត្រូវដឹងត្រូវប្រយ័ត្នឬក៏មានសារអីពី universe ដែលគាត់ចង់ប្រាប់ដល់យើងតេតងជាមួយនឹងតារានិករទាំង3នេះគឺតារានិករ Capricorn Cancer ជាមួយនឹង Taurus អញ្ចឹងយើងនឹងមកមើលទាំងអស់គ្នាថាតើ energy របស់តារានិកររបស់ពួកគាត់ទាំង3នេះយ៉ាងម៉េចដែរមានអីដែលគាត់ត្រូវប្រយ័ត្នចាប់ពីពេលនេះទៅអូខេអញ្ចឹងយើងមក check energy ទាំងអស់គ្នាសម្រាប់តារានិករ Capricorn Cancer and Taurus. Okay. Okay. You got the word. Okay. តើតង់ជាមួយនឹង energy របស់តារានិករ Capricorn Cancer ជាមួយនឹង Taurus អញ្ចឹងសម្រាប់ energy របស់តារានិករ Capricorn Cancer ជាមួយនឹង Taurus អាចនិយាយបានថា energy របស់គាត់ពេលនេះអាចនិយាយថាបានថាដូចគាត់កំពុងតែ enjoy គាត់កំពុងតែសប្បាយចិត្តជាមួយនឹងគ្រប់យ៉ាងដែលកើតឡើងចំពោះគាត់អាចថាគ្នាយើងខ្លះគាត់កំពុងតែសម្រេចឬក៏កំពុងតែ complete នៅអ្វីដែលគាត់បានក្រងឬក៏គាត់មានដំណឹងល្អគាត់សប្បាយចិត្តលេខកណ្ដាថាមិនថាអត់មានរឿងអីកើតឡើងឬក៏ថា whatever ដែលកណ្ដាថារឿងតូចក្តីធំក្តីអីមិនក៏ដោយទោះបីជាដំណឹងល្អទូចក្តីធំអីតែគាត់ happy គាត់ enjoy ឡើងថាខ្ជិលខ្វល់ណាមិនក៏មកទៅឥឡូវ enjoy license របៀបបែបអញ្ចឹងណាគឺជា energy ដែលអាចនិយាយបានថាចាប់ពីពេលនេះទៅតារានិករទាំង3គឺគាត់អាចនឹងត្រូវលក្ខណៈថាគួរនិយាយថាម៉េចនឹងទៅជួបនៅពិភពលោកថ្មីអាចតេតងជាមួយនឹងសង្គមថ្មីឱកាសថ្មីសម្រាប់គាត់ឬក៏អ្វីដែលគាត់កំពុងតែថាគាត់សម្រេចចិត្តហ្នឹងគឺវា right time របស់គាត់ right path របស់គាត់ហើយតែគាត់ថាបើសិនជាគ្នាយើងពេលនេះកំពុងតែនៅក្នុងស្ថានភាពថាកំពុងតែសម្រេចចិត្តធ្វើឲ្យមួយសម្រាប់ចិត្តទៅ do it វាកំពុងតែត្រឹមត្រូវសម្រាប់អ្នកនរគ្នាហើយគឺជាអញនិយាយថាឆ្នាំនេះគឺជាឆ្នាំរបស់តារានិករទាំង3ដែលគាត់នឹងមានលក្ខណៈមេរៀនដ៏ធំមួយបទពិសោធន៍ដ៏ធំមួយសម្រាប់គាត់ហើយក៏លក្ខណៈថាគាត់ក៏មានមហិច្ឆតាដ៏ធំមួយសម្រាប់ឆ្នាំនេះដែរគ្នាតារានិករទាំង3នេះអាចថាមានប្រហែលជា 50-60% ដែលគាត់អាចថា plan ធំហ្មងលក្ខណៈថាគាត់មានមហិច្ឆតាមួយថាឆ្នាំហ្នឹងគាត់ត្រូវតែ complete គាត់ត្រូវតែធ្វើវាគាត់ត្រូវតែធ្វើមិនធ្វើវាឲ្យបានធ្វើមិនត្រូវតែសម្រេចយ៉ាងណាក៏ត្រូវខាគូតែវាថាធ្វើអ្វី something new សម្រាប់ជីវិតរបស់គាត់ហើយលក្ខណៈថាគាត់លក្ខណៈ chill អត់សូវលក្ខណៈថាគិតច្រើនខ្លាយគាត់ច្រើនឯ like what happen ត្រូវតែដោះស្រាយត្រូវសប្បាយគាត់អត់សូវឈឺក្បាលមុខជាមួយនឹងគ្រប់យ៉ាងដូចពីមុននេះបើថាពីមុនវិញហ៎អូ yes លក្ខណៈបែបថាដូចសរសៃមីអញ្ចឹងទៅវាបែបអញ្ចឹងណាអូខេអញ្ចឹងយើងមកមើល energy របស់គាត់ថាតើគាត់មានអីត្រូវដឹងត្រូវប្រយ័ត្នឬក៏មានសារអីដែលគាត់ត្រូវដឹងត្រូវប្រយ័ត្នអូខេនិយាយទៅតារានិករទាំង3គាត់គឺលក្ខណៈថាឥឡូវនេះដូចផ្ការិចចឹងនេះដូចផ្កាកំពុងតែរិចអូខេ energy របស់តារានិករ Capricorn Cancer and Taurus បងនិយាយត្រូវតើអត់និយាយដំណែងអាចថាចាប់ពីចូលឆ្នាំខ្មែរនេះទៅគឺ energy របស់គាត់គឺ look attractive មែនទេដែលបងនិយាយថាឥឡូវនេះគឺគាត់សប្បាយចិត្តដោយសារតែដូចពួកគាត់កំពុងតែសប្បាយលក្ខណៈគាត់ឈៀលគាត់អត់សូវខ្វល់គាត់ច្រើនទេរឿងត្រូវដោះស្រាយមិនបានគាត់ជិលខ្វល់ឈឺក្បាលមុខអញ្ចឹងឯដល់ពេលអាហ្នឹងហើយគឺដែលយើងថាដែលយើង keep like ទាញយកអា positive energy ដល់ពេលដែលយើងចាប់តាំងសប្បាយចិត្តយើងអត់សូវគិតច្រើនអត់ត្រូវខ្វាយខ្វល់ឬ toxic ជាមួយនឹងរឿងគ្រប់យ៉ាងទោះបីជាទូតាច់អាហ្នឹងហើយដែលធ្វើឲ្យយើងenergy attractive របស់យើងណាវា strong អញ្ចឹងមួយរយៈនេះគឺគាត់ទៅណាមកណាគឺមានគេចូលចិត្តអាណិតច្រើនគាត់មានរឿងល្អច្រើនធ្វើអីមានអារម្មណ៍ហាក់ដូចនិយាយទៅគេស្ដាប់ទៅណាមកណាគេចាប់អារម្មណ៍គេមើលគេដូចគេចូលចិត្តគេដូចគេលក្ខណៈថាម្នាក់ពីមុនដែលគេអត់សូវលក្ខណៈមកស្និទ្ធឬក៏មកលក្ខណៈថាមករោយើងមួយរយៈនេះចាប់តែមានអារម្មណ៍ថាមនុស្សចាប់ដាំរោយើងចាប់ដាំឆាតមកយើងចាប់ដាំនិយាយជាមួយយើងចាប់ដាំ close ជាមួយយើងលក្ខណៈយើងមានអារម្មណ៍មួយថាប្លែកទៅណាមកណាមានអារម្មណ៍ថាមានអារម្មណ៍ថាដូចគេចាប់អារម្មណ៍ជួយចិត្តយើងច្រើនរបៀបបែបអញ្ចឹងណាយ៉ារឿងលុយកាក់អាចនឹងនៅក្នុងដំណាក់កាលដែលត្រូវ take care yes ខែបន្ទាប់ពីចូលឆ្នាំនេះហើយសម្រាប់តារានិករទាំង3
តេតងជាមួយនឹងរឿងលុយកាក់គាត់អាចនឹងត្រូវរៀងប្រយ័ត្នតិចខែ4យ៉ាងនិយាយថាអូខេខែ4ហ្នឹងវារៀងអាចថាយើងចិត្តផុតហើយត្រូវអត់យើងនិយាយពីខែ2ខែ5ចុះខែ5ខែ6គឺជាខែដែលរឿងលុយកាក់របស់អ្នកទាំងអស់គ្នាគឺនៅក្នុងកម្រិតមធ្យមអញ្ចឹងដោយថាអ្នកគ្នារកបាន50គឺនៅ50ពេលខ្លះវាអាចនឹងចុះនៅត្រង់45វាអាចទៅថាវាអត់សូវជាងអញ្ចឹងគេឲ្យយើង take care ថងចំណុចហ្នឹងតិចប៉ុន្តែអ្នកនរគ្នានឹងមានលៀបនឹងមានលក្ខណៈថាលុយចូលឬក៏មានតេតងជាមួយថារឿងលុយកាក់នឹងមានរឿងល្អតេតងនឹងរឿងលុយកាក់ក្នុងខែ7វិញអញ្ចឹងខែ5ខែ6គឺជាខែដែលបិទតេតងនឹងរឿងលុយកាក់អញ្ចឹងវាអាចតេតងជាមួយថារឿងលុយកាក់យើងក៏លក្ខណៈថាធម្មតាអូខេដែលយើងត្រូវ control ហើយអ្នកនរគ្នាត្រូវប្រយ័ត្នពាក់ព័ន្ធនឹងរឿងលុយកាក់អាចនឹងមានបញ្ហាត្រូវឲ្យយើងគិតច្រើនរឿងស្មុគស្មាញត្រូវតែគិតត្រូវតែដោះស្រាយត្រូវតែយកខួរក្បាលហ្នឹងទៅពិចារណាតើតើនឹងរឿងលុយកាក់អញ្ចឹងបើអីនិយាយថាវានៅក្នុងរូបភាពមួយណាតើតើមិត្តភ័ក្តិឬរឿងការងារឬក៏អីប៉ុន្តែយើងត្រូវប្រយ័ត្នតើតើនឹងរឿងលុយកាក់ប៉ុន្តែចូលដល់ខែ7អ្នកគ្នាមានលៀបវិញពេលស្អីយើងចាប់ដើមបើកមកវិញយើងអាចនឹងមានរឿងល្អតើតើនឹងរឿងលុយកាក់ឥឡូវនេះយើងរកបាន50ដល់ពេលចូលខែ7យើងអាចរកបាន70ដល់80លក្ខណៈយើងសប្បាយចិត្តចង់ទិញអីទៅអីបានប៉ុន្តែក្នុងពេលឥឡូវហ្នឹងដល់ខែ5ខែ6បងអត់រីខមមិនថាឲ្យអ្នកគ្នាទៅទិញនេះទិញនោះអីទេបើសិនជាអាច keep ទុកបាន save បានទុកសិនទៅកុំតាន់អាលលក្ខណៈថាធ្វើអីបញ្ញាប់យ៉ានេះអីយើងត្រូវតែដឹងត្រូវតែប្រយ័ត្នអូខេខែ7គឺជាខែដែលល្អសម្រាប់អ្នកទាំងអស់គ្នាដែលល្អដែលអាចនឹងថាមានរឿងល្អដូចបងនិយាយចឹងអាចតេតងជាមួយនឹងរឿងលុយកាក់ចូលមកចង់គិតអីធ្វើអីបងរីកមិនខែ7ខ្ទង់ថ្ងៃទី16ឡើងខ្ទង់ថ្ងៃទី16អាចខ្ទង់16 17 18 19 20 21 22គឺជាថ្ងៃដែលល្អសម្រាប់អ្នកគ្នាអញ្ចឹងចង់គិតអីចង់ធ្វើអីចង់ទិញអីចង់សម្រេចចិត្តអីចង់ដូរការងារឬចង់ធ្វើអីពីចន្លោះខែហ្នឹងគឺល្អប៉ុន្តែខែ5ខែ6នេះបងអត់តាន់រីកមិនទេលេខយើងវាអត់ល្អមិនថាមិនល្អប៉ុន្តែបងអត់តាន់រីកមិនប៉ុន្តែដល់ពេលចូលខែ7ខ្ទង់ថ្ងៃទី16ឡើងគឺជាលេខដែលរៀនសិស្សយើងចាប់បានបើកហើយក្នុងតារានិកទាំង3អញ្ចឹងគាត់អាចចង់គិតអីធ្វើអីគាត់កាន់តែល្អគេស្ដាប់គេឲ្យយោបល់យើងមានដំណឹងយើងរៀនសិស្សយើងបើកយើងធ្វើអីក៏បានចង់គិតអីធ្វើក៏បានហើយពីពាក់កណ្ដាលខែ7ដល់ខែ8បងគិតថាអាចនឹងមាន connection ណាមួយចូលមកអាចតេតងជាមួយគ្នាស្គាល់ដោយសារតែ social media online វាកណ្ដាលបែបរយៈចម្ងាយឆ្ងាយពីគ្នាអញ្ចឹងអាចនឹងមានឱកាសស្គាល់ឬក៏មានឱកាសថាវាបងអីនិយាយតេតងជាមួយថា relationship វាអាចនឹង relationship ទាំង friendship ទាំងឱកាសការងាររៀនសូត្រគ្រប់យ៉ាងវាអាចមកនៅក្នុងពេលទាំងអស់អូខេអញ្ចឹងយើងមើលថាតើការមានអីឲ្យជាសាររបស់យើងអត់អូខេវេទអ្នកនរគ្នាមិននឹងកាត់ធ្លាក់អូខេយើងមកមើលyes អញនិយាយផានថាគ្រប់យ៉ាងវាអាចនឹងមិនដូចអ្វីដែលអ្នកគ្នាក្រងទាំងម៉ានទេអញនិយាយថាអ្វីដែលអ្នកគ្នា expect ឬអ្វីដែលអ្នកគ្នាក្រងវាអាចនឹងមិនរលូនទៅ smooth ដូចអ្វីដែលអ្នកគ្នារំពឹងឯងប៉ុន្តែនៅពេលដែលដល់ពេលវេលាវានឹងមកអញ្ចឹងគ្នាយើងមករយៈមកនេះវាអាចនឹងរៀងពិបាកប៉ុន្តែ no problem like not like អត់កុំខ្វល់ច្រើនព្រោះដោយសារលេខយើងចាប់ដាក់បើកនៅក្នុងខែ7ហើយអញ្ចឹង everything វានឹងចាប់ដើមចូលមកបែបរលូនបែប smooth នៅពេលដែលយើងច្បាស់លាស់ជាមួយនឹងគ្រប់យ៉ាងដែលយើង ready ជាមួយនឹងវាអ្វីគ្រប់យ៉ាងវាអាចនឹងលក្ខណៈតែអ្នកគ្នាដែរលើដូចយើងនិយាយបែបភាសានេះយើងធ្វើបនបានបនញ៉ាហ្នឹងហើយអញ្ចឹងវាថាបើយើងខំប្រឹងយើងគិតអីបែប positive យើងគិតអីដែលវិជ្ជមានគ្រប់យ៉ាងវានឹងមករកយើងឯងគ្រប់យ៉ាងអញថាគេកំពុងតែនៅอะไรថាអ្វីដែលយើងក្រុងអាភាពជោគជ័យភាពសម្រេចរបស់យើងវាកំពុងតែដើរទៅជាមួយនឹងយើងគាត់ថាវាអត់តាន់ដល់ពេលវេលាដែលនឹងកើតឡើងសម្រាប់យើងគាត់ថាវានៅជាមួយនឹងយើងហើយអញ្ចឹងគ្រប់យ៉ាងគេប្រាប់យើងថាចេះកុំកលើយកតើជាមួយនឹងសាញឬក៏អារម្មណ៍ឬក៏អ្វីដែល moment ដែលកើតឡើងព្រោះគ្រប់យ៉ាងដែលកើតឡើងគេអត់យើងគិតថាគ្រប់យ៉ាងវាដូចគេទៅចោលយើងអញ្ចឹងដូចគេប្លែងយើងប៉ុន្តែមិនមែនទេគេនៅជាមួយយើងគាត់ថាយើងអត់តាន់ដល់ពេលវេលាដែលនឹងទទួលបានរបស់ហ្នឹងដំណឹងហ្នឹង just អូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងឯងយើងជួបគ្នានៅវីដេអូក្រោយៗទៀតណាគ្នាបាយ